បានទៅសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅច្រើនកន្លែងច្រើនទីក្រុងច្រើនរដ្ឋបានទៅចូលរួមក្នុងពិធីសាសនាឧទ្ទិសបុណ្យកុសលដល់វីរៈយុទ្ធជនខ្មែរដែលបានបាត់បង់ជីវិតបានរៃអង្គាសប្រាក់ដើម្បីទៅជួយដល់ជនភៀសសឹកនៅប្រទេសកម្ពុជានឹងជាសកម្មភាពទី1សកម្មភាពទី2ខ្ញុំបានទៅដល់រដ្ឋធានី Washington បានជួបជាមួយអ្នកដែលគេយកចិត្តទុកដាក់ហើយគេមានឥទ្ធិពលក្នុងការធ្វើសេចក្តីសម្រេចចំពោះប្រទេសកម្ពុជាហើយខ្ញុំបានទទួលព័ត៌មានដ៏សំខាន់មួយចំនួនដែលយើងគួរយកមកគិតពិចារណាហើយដែលអាចធ្វើឲ្យយើងមើលឃើញថាតើទៅថ្ងៃមុខវានឹងមានការវិវត្តយ៉ាងម៉េចខ្លះអាចបង្ហើបទេតើថ្ងៃមុខមានការវិវត្តបែបណាខ្លះអាដាមនិយាយឲ្យខ្លីមួយទៅគឺប្រទេសថៃនិងប្រទេសវៀតណាមអត់ពេញចិត្តនឹងសកម្មភាពរបបហ៊ុនសែនទេដែលបានបើកដៃឲ្យប្រទេសចិនយកប្រទេសកម្ពុជាធ្វើជាមូលដ្ឋានសឹកហើយជាមូលដ្ឋានស៊ើបការមានមូលដ្ឋានលួចស្ដាប់ទូរគមនាគមន៍ទាំងខាងថៃទាំងខាងវៀតណាមធ្វើឲ្យប្រទេសទាំងពីរនេះគេស្ទើរតែត្រូវគ្នាដើម្បីធ្វើម៉េចបញ្ចប់សកម្មភាពរបស់ហ៊ុនសែនដែលប្រឆាំងនឹងផលប្រយោជន៍ប្រទេសទាំងពីរនេះអានឹងខ្ញុំនិយាយតែប៉ុណ្្នឹងបានប៉ុន្តែមានរឿងផ្សេងទៀតដែលខ្ញុំសូមមិនទាន់លាតត្រដាងបាទអរគុណឥឡូវយើងចូលសាច់រឿងយើងតែម្ដងអាដាមខ្ញុំចង់ចាប់ផ្ដើមអំពីរឿងការខូចខាតនៅប្រទេសកម្ពុជាក្រោយពីបញ្ចប់សង្គ្រាមឈ្លានពាននេះទៅតើភាគីណាអ្នកទទួលខុសត្រូវដូចជាបានរៀបរាប់ចឹងទទួលខុសត្រូវចំពោះការបាត់បង់ជីវិតទាហានខ្មែរចំពោះការបាត់បង់ជីវិតរបស់ជនស៊ីវិលខ្មែរការបាត់បង់ទ្រព្យសម្បត្តិមុខរបរអាជីវកម្មរបស់ពួកគាត់ការថយចុះសេដ្ឋកិច្ចនេះតើអ្នកណាទទួលខុសត្រូវតើភាគីថៃទទួលខុសត្រូវទេបើសិនជាគេរកឃើញថាសង្គ្រាមឈ្លានពាននេះគឺចាប់ផ្ដើមចេញពីប្រទេសថៃតើអាចប្តឹងទៅថៃដើម្បីឲ្យសងសំណងការខូចខាតទាំងប៉ុន្មានដូចខ្ញុំបានលើកឡើងនេះមកទេជាទូទៅជាគោលការណ៍ក្នុងរឿងរ៉ាវអ្វីបញ្ហាអ្វីវិបត្តិអ្វីសោកនាដកម្មអ្វីអ្នកដែលទទួលខុសត្រូវធំជាងគេធ្ងន់ជាងគេគឺអ្នកដែលមានអំណាចខ្ពស់ជាងគេចំពោះប្រទេសកម្ពុជាលោកហ៊ុនសែនគាត់ទទួលខុសត្រូវធ្ងន់ណាស់ក្នុងបញ្ហា5បញ្ហាទី1គឺបាត់បង់ទឹកដីធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដីដែលមិនអាចប្រកែកបានបញ្ហាទី2ធ្វើឲ្យពលរដ្ឋខ្មែរដែលរស់នៅតាមដងព្រំប្រទល់ដែនបាត់បង់ដីធ្លីផ្ទះសម្បែងមុខរបររបស់ពួកគាត់បញ្ហាទី3គឺហ៊ុនសែនទទួលខុសត្រូវចំពោះការបាត់បង់ជីវិតនៃទាហានខ្មែរវីរៈយុទ្ធជនខ្មែរដែលការពារទឹកដីតែដែលរបបហ៊ុនសែនមិនផ្ដល់នៅគ្រឿងសស្ត្រាវុធសូម្បីតែក្របកំភ្លើងក៏មិនផ្ដល់ឲ្យគ្រប់គ្រាន់ដែរផ្ទុយទៅវិញបានបញ្ជាថាកំបាញ់សំចៃក្របចាំគេចូលចិត្តចាំមើលឃើញសិនសំបាញ់បញ្ជាបែបនេះគឺជាបញ្ជាសម្លាប់ទាហានខ្មែរពីព្រោះពេលទាហានថៃចូលមកហួសពេលហើយពេលហ្នឹងគេបោះគ្រាប់បែកនៅក្នុងលានដ្ឋាននៅក្នុងត្រង់សេគឺខ្មែរស្លាប់ច្រើនណាស់នៅក្នុងត្រង់សេដោយសារហ៊ុនសែនបញ្ជាថាកុំឲ្យបាញ់ព្រោះហ៊ុនសែននឹងខ្លាចថៃមកទម្លាក់គ្រាប់បែកនៅទួលកសាំងអញ្ចឹងគឺហ៊ុនសែននឹងលូនក្រាបខ្លាចថៃទីបំផុតអត់ឲ្យបាញ់តបតហើយមិនហ៊ានតែទទួលស្គាល់ការពិតផងការពិតថាថៃអាដាមខ្ញុំសូមកាត់ប្រសាសន៍អាដាមប៉ុណ្ណេះបន្តិចខ្ញុំបានស្ដាប់សន្ទរកថារបស់លោកហ៊ុនសែនដែលនិយាយអំពីយុទ្ធសាស្ត្រសង្គ្រាមរបស់លោក
អានឹងក៏លើកឡើងតាំងតែពីសង្គ្រាមរវាងកម្ពុជាថៃកាលពីនៅម្ដុំប្រាសាទព្រះវិហារប៉ុន្តែវាអាចឆ្លុះបញ្ចាំងដែរទេចំពោះយុទ្ធសាស្ត្រនៅក្នុងសង្គ្រាមនៅឆ្នាំ2026នេះឬមួយក៏សង្គ្រាមចុងឆ្នាំ2025រហូតមកដល់2026នេះនៅក្នុងសាររបស់លោកហ៊ុនសែននោះអំពីយុទ្ធសាស្ត្រសង្គ្រាមនោះលោកលើកឡើងមកបែបនេះលោកលើកឡើងមកថាគឺលោកខ្លួនឯងអ្នកបដោយឲ្យថៃចូលមកប៉ោយប៉ែតទៅឲ្យចូលមកតំបន់យើងនេះទៅទិសដៅរបស់គាត់មានពីរនៅក្នុងយុទ្ធសាស្ត្ររបស់លោកហ៊ុនសែននោះគាត់ថានៅពេលដែលទាហានថៃនៅផ្ដុំគ្នាអញ្ចឹងទៅលោកប្រើពាក្យថានៅក្រាស់ជុំគ្នានៅក្រាស់ផ្ដុំប្រមូលផ្ដុំគ្នាក៏ប៉ុន្តែនៅពេលដែលគាត់អនុញ្ញាតឲ្យថៃចូលមកវាយនៅក្នុងទឹកដីខ្មែរតំបន់ដទៃទៀតអាទាហានដែលក្រាស់នឹងវាចាប់ផ្ដើមស្ដើងមិនមែនត្រឹមតែស្ដើងទេលោកថាយឺតដូចខ្សែកស៊ូអញ្ចឹងនៅពេលដែលយឺតដូចខ្សែកស៊ូនោះគឺថាលោកអនុញ្ញាតគឺថានឹងជាយុទ្ធសាស្ត្ររបស់លោកហើយលោកប្រើពាក្យហ្នឹងថាបន្ទុកនៅជុំគ្នាទៅវានឹងទាំងដុំដូច្នេះលោកអនុញ្ញាតឲ្យមកវាយចឹងមកដើម្បីវាស្ដើងហើយមានទិសដៅពីរក្នុងការដែលអនុញ្ញាតមកនេះទី1គឺថានៅពេលដែលស្ដើងនៅពេលដែលថៃចូលមកកម្ពុជាគឺលោកបង្ហាញទៅលើពិភពលោកថាគឺថៃនឹងឯងអ្នកមកឈ្លានពានកម្ពុជាហើយទី2ទៀតគឺថានៅពេលដែលអ្នកឯងស្ដើងថមថយកម្លាំងហើយគាត់វាយសង្គ្រោះតែម្ដងនេះគឺជាយុទ្ធសាស្ត្រសង្គ្រាមរបស់លោកដែលលោកធ្លាប់លើកឡើងពីតាក់ទងនឹងសង្គ្រាមកាលពីព្រះវិហារតើវាអាចអយុទ្ធសាស្ត្រនឹងលោកមកប្រើនឹងទេចំពោះសង្គ្រាមនៅឆ្នាំ2025នឹងដែរទេហ៊ុនសែននិយាយឲ្យរួចតែពីមាត់ប៉ុន្តែគ្មានអ្នកណាជឿគ្មានអ្នកណាស្ដាប់បានទេអ្វីដែលសំខាន់គឺលទ្ធផលយើងមើលលទ្ធផលគឺយើងចាញ់គេយើងត្រូវទទួលស្គាល់តែយើងបាត់បង់ទឹកដីមានន័យថាយើងដកថយដោយសារគេវាយយើងខ្លាំងយើងអត់មានក្របកំភ្លើងមិនគ្រប់គ្រាន់ដើម្បីតបតហើយយើងទទួលបញ្ជាថាកុំឲ្យបាញ់អានឹងដោយហ៊ុនសែនខ្លាចថៃគាត់ខ្លាចបាត់បង់អំណាចគាត់នៅទីក្រុងភ្នំពេញជាជាងខ្លាចប្រទេសកម្ពុជាបាត់បង់ទឹកដីហើយគាត់អត់ខ្លាចឲ្យប្រជាពលរដ្ឋបាត់បង់ជីវិតទេជាពិសេសទាហានគឺគាត់នឹងហើយអ្នកធ្វើឲ្យទាហានខ្មែរស្លាប់យ៉ាងច្រើនពីព្រោះមិនផ្ដល់គ្រឿងសស្ត្រាវុធឲ្យគ្រប់គ្រាន់សូម្បីតែប្រាក់ខែក៏មិនគ្រប់គ្រាន់ផងដែរតែជាពិសេសគឺគាត់ឲ្យបញ្ជាថាកុំឲ្យបាញ់ចាំគេចូលចិត្តសិនបាញ់ប៉ុន្តែគេចូលចិត្តនេះវាហួសពេលហើយដូចខ្ញុំនិយាយឲ្យបាញ់មិញនេះកលៈទេសៈនេះយើងត្រូវចេះការពារខ្លួនយើងឲ្យទាន់ពេលវេលាមិនមែនតើគេចូលចិត្តហើយថាចាំបាញ់ពេលនោះវាហួសពេលគេបោះគ្រាប់បែកចូលក្នុងត្រង់សេគឺស្លាប់កកោកយើងតដៃអត់បានទេអញ្ចឹងហ៊ុនសែនគាត់ទទួលខុសត្រូវអានឹងរឿងផ្ទាល់ខ្លួនរបស់គាត់ណារឿងផ្ទាល់ខ្លួនរឿងអសមត្ថភាពរបស់គាត់ធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដីធ្វើឲ្យទាហានខ្មែរស្លាប់យ៉ាងច្រើនដែលគួរតែជៀសវាងតែគាត់ធ្វើឲ្យស្លាប់អានោះពីរណារឿងពីរអានោះខ្ញុំសូមរំលឹកទី1ហ៊ុនសែនដែលគាត់កាន់អំណាចគាត់ធ្វើសេចក្តីសម្រេចអ្វីទាំងអស់ទី1ធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដីទី2ធ្វើឲ្យពលរដ្ឋខ្មែរដែលរស់នៅតាមដងព្រំប្រទល់ដែនបាត់បង់ដីធ្លីទី3ធ្វើឲ្យទាហានខ្មែរដែលការពារទឹកដីយើងបាត់បង់ជីវិតទី4ធ្វើឲ្យពលរដ្ឋខ្មែរទូទាំងប្រទេសគឺធ្លាក់ជីវភាពរស់នៅយ៉ាងលំបាកក្រាស់ក្ររហេមរហាមដោយសារការដឹកនាំសេដ្ឋកិច្ចរបស់គាត់នឹងចូលដៃជាមួយចោលអត់មានអ្នកវិនិយោគត្រឹមត្រូវគេដាក់ទណ្ឌកម្មហើយទី5គឺគាត់ចូលដៃជាមួយចោលនឹងហើយគាត់ចូលដៃជាមួយចោលអានឹងរឿងដែលគាត់ចូលដៃជាមួយចោលនោះគឺវានាំមករឿងអាក្រក់ជាច្រើនប្រទេសកម្ពុជាคล้ายទៅជាគេហៅថាប្រទេសចោលដឹកនាំដោយចោលរបបទីក្រុងភ្នំពេញរបបចោលនឹងហើយនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរវេទនារងគ្រោះដោយសារការទទួលខុសត្រូវរបស់លោកហ៊ុនសែនក្នុងបញ្ហា5យ៉ាងដែលខ្ញុំទើបតែរៀបរាប់បាញ់មិញ
ឥឡូវនឹងយើងសាកពិនិត្យមើលមួយយ៉ាងម្ដងមួយចំណុចម្ដងអាដាមលើកឡើង5យ៉ាងទី1លោកហ៊ុនសែនធ្វើឲ្យបាត់ដីទី2នឹងធ្វើឲ្យបាត់ដីរបស់ប្រជាពលរដ្ឋខ្មែរទី1នឹងបាត់ដីរបស់កម្ពុជាទី2បាត់ដីរបស់ប្រជាពលរដ្ឋខ្មែរទី3នឹងគឺធ្វើឲ្យជីវិតទាហានខ្មែរនឹងស្លាប់បាត់បង់ជីវិតទី4នឹងគឺធ្វើឲ្យពលរដ្ឋខ្មែរទូទៅតែម្ដងធ្លាក់ចុះដុនដាបផ្នែកជីវភាពនិងទី5ការចូលដៃជាមួយអក្រិតជននេះគឺថាក៏ធ្វើឲ្យគេឈ្មោះប្រទេសជាតិធ្វើឲ្យសេដ្ឋកិច្ចជាតិនឹងចុះថយដែរឥឡូវយើងចាប់ផ្ដើមពិនិត្យម្ដងមួយនៅក្នុងកិច្ចព្រមព្រៀងនឹងគឺថាមកដល់ពេលនេះយើងដឹងទាំងអស់គ្នាហើយថៃមិនបានលោកហ៊ុនសែនធ្លាប់អះអាងថានឹងមិនឲ្យបាត់ដីខ្មែរមកចង្អាមទេឥឡូវនេះវាលើសពី1លានចង្អាមទៅទៀតរាប់លានចង្អាមដែរពីព្រោះថាមានដីជាង40តំបន់ដែលថៃកំពុងកាន់កាប់ប្រាសាទបុរាណខ្មែរត្រូវហិនហោចខូចខាតមួយចំនួនធំទៀតតើរឿងនេះវាជារឿងបាត់ដីមែនឬមួយក៏មានច្រកផ្លូវណាដែលរដ្ឋាភិបាលកំពុងតែលេងល្បិចឲ្យថៃនឹងជួសជុលប្រាសាទនឹងឲ្យរៀបចំភូមិឋានឲ្យសង់សាលារៀនឲ្យអីនឹងបានដេញថៃទៅវិញទៅហើយខ្មែរនឹងគឺថាខ្ចីដៃគេដើម្បីឲ្យមកកសាងប្រទេសជាតិសិនឬមួយក៏យ៉ាងណាអាដាមនិយាយដូចហ៊ុនសែនហ្នឹងគឺនិយាយដូចមនុស្សឡប់សតិកុំទៅសង្ឃឹមថាយើងនឹងទៅច្បាំងជាមួយថៃដើម្បីដណ្ដើមទឹកដីដែលថៃបានលេបត្របាក់នោះមធ្យោបាយតែមួយគត់ហើយដែលមានប្រសិទ្ធភាពខ្ពស់ជាទីបំផុតគឺប្រើច្បាប់អន្តរជាតិកិច្ចព្រមព្រៀងទីក្រុងប៉ារីដែលអន្តរជាតិប្រទេសជាហត្ថលេខី18ប្រទេសបានសន្យាថាមកជួយការពារបូរណភាពទឹកដីប្រទេសកម្ពុជាអត់ឲ្យមាននរណារំលោភអត់ឲ្យមាននរណាឈ្លានពានឥឡូវយើងត្រូវតែស្នើឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីឲ្យមកជួយមកថាសន្យាថាមកជួយពេលណាកម្ពុជារងគ្រោះឥឡូវកម្ពុជារងគ្រោះហើយគេចាំតែកម្ពុជាស្នើប៉ុន្តែកម្ពុជាដឹកនាំដោយហ៊ុនសែននេះមិនព្រមស្នើពីព្រោះហ៊ុនសែនគាត់មានបញ្ហាផ្ទាល់ខ្លួនគាត់ហ៊ានស្នើទេពីព្រោះឲ្យស្នើអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីគេនឹងតម្រូវឲ្យគាត់អនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាអានោះបើអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺរបបហ៊ុនសែននឹងចប់អានឹងអាចជាហេតុផលមួយក្នុងចំណោមហេតុផលដទៃទៀតទេតើលោកហ៊ុនសែនដែលធ្លាប់តែប្រើនយោបាយស្មុគរោគនយោបាយចំណាប់ខ្មាំងនឹងអាចគាត់ខ្លាយទៅជាចំណាប់ខ្មាំងរបស់ថៃដែរទេអាចគាត់មានរឿងរ៉ាវសម្រាប់លឹមកំយ៉ាលោកលឹមកំយ៉ាអាចមានរឿងរ៉ាវរកស៊ីជួញដូរពុករលួយអីជាមួយគ្នាដែរទេដែលធ្វើឲ្យលោកមិនយកកិច្ចព្រមព្រៀងទីក្រុងប៉ារីនេះយកមកធ្វើជាឧបករណ៍ក្នុងការដោះស្រាយបញ្ហានេះរឿងធំជាងគេគឺគាត់ខ្លាចបាត់បង់អំណាចរបស់គាត់នៅទីក្រុងភ្នំពេញពីព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីតម្រូវឲ្យមានលទ្ធិប្រជាធិបតេយ្យឲ្យមានការបោះឆ្នោតត្រឹមត្រូវលទ្ធិប្រជាធិបតេយ្យក៏អត់ការបោះឆ្នោតត្រឹមត្រូវក៏អត់អញ្ចឹងគាត់អត់ហ៊ានប្តឹងទេគាត់អត់ហ៊ានប្តឹងចង់ឲ្យគេអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីទេពីព្រោះវាឡងមកគាត់វាឡងថាទេឥឡូវបោះឆ្នោតត្រឹមត្រូវសិនដោះលែងអ្នកទោសនយោបាយអនុវត្តលទ្ធិប្រជាធិបតេយ្យគាត់អត់ហ៊ានយកអានឹងទេហើយគាត់មិនហ៊ានស្នើរឿងហ្នឹងគាត់ក៏មិនអាចស្នើឲ្យគេមកជួយការពារទឹកដីប្រទេសកម្ពុជាដែរពីព្រោះរឿងហ្នឹងវាពាក់ព័ន្ធគ្នាវានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីតែមួយអញ្ចឹងហ៊ុនសែនដូចគោតបៅខ្នងអញ្ចឹងគាត់ចោទដៃចងជើងខ្លួនគាត់ជាប់ហើយគាត់ខ្លាចលទ្ធិប្រជាធិបតេយ្យគាត់ខ្លាចបាត់បង់អំណាចនៅទីក្រុងភ្នំពេញគាត់ថាអញ្ចឹងឲ្យថៃយកអីយកទៅឧបករណ៍តែមួយដែលស័ក្តិសិទ្ធិដែលទាមទារទឹកដីពីថៃមកវិញដោយសន្តិវិធីដោយមិនចាំបាច់បង្ហូរឈាមគឺគាត់អត់ប្រើទេគាត់មើលរំលងគាត់ថាទេស្អីណាស្លាប់ហើយគ្មានស្លាប់ទេគ្មានចែងថាកិច្ចព្រមព្រៀងទីក្រុងប៉ារីនឹងមានសុពលភាពរហូតមកដល់ឆ្នាំ2025 2026អត់សោះគឺមានសុពលភាពរហូតយើងចង់ប្រើប្រាស់ពេលណាក៏បានដែរអញ្ចឹងហើយបើយើងត្រូវប្រើប្រាស់អញ្ចឹងបានអ្វីដែលហ៊ុនសែនទទួលខុសត្រូវធ្ងន់ជាងគេអារឿងផ្ទាល់ខ្លួនគាត់ខ្លាចបាត់បង់អំណាចគាត់នៅទីក្រុងភ្នំពេញគាត់មិនដោយឲ្យថៃលេបត្របាក់ទឹកដីប្រទេសកម្ពុជាឲ្យយើងគ្មានមធ្យោបាយហើយយើងមិនព្រមមានប៉ុន្តែយើងមិនព្រមប្រើមធ្យោបាយច្បាប់អន្តរជាតិគឺយោងកិច្ចព្រមព្រៀងទីក្រុងប៉ារីនេះអានឹងរឿងធំជាងគេបំផុតប៉ុន្តែរឿងផ្សេងទៀតក៏វាចូលរួមវាមានរួមចំណែកដែរដូចហ៊ុនសែន
ធ្វើឲ្យថៃគេមើលងាយខ្មែរពួកហ៊ុនសែនចរិតគាត់នឹងចរិតយកគោងយកសម្លេងគេយកទៅចាក់ធ្វើឲ្យថៃគ្រប់មជ្ឈដ្ឋានគ្រប់គណៈបកគ្រប់អ្នកដឹកនាំទាំងអស់គេគុំហ៊ុនសែនគេដល់គុំហ៊ុនសែនគេមកគៀបសង្កត់ខ្មែរគេយកលេសមកគៀបសង្កត់ខ្មែរពួកហ៊ុនសែនអ្នកធ្វើភ្លៀងធ្វើផ្គរនៅលើទឹកដីប្រទេសកម្ពុជាហើយអារឿងមួយទៀតនោះហ៊ុនសែនគាត់មានវិបត្តិមិនវិបត្តិទេគាត់មានចំនួនផ្ទាល់ខ្លួនរឿងរកស៊ីរឿងលុយកាក់ផ្ទាល់ខ្លួនជាមួយមេដឹកនាំថៃខ្លះហ្នឹងគាត់ទៅវាយបហាគេទៅជេរគេអារឿងផ្ទាល់ខ្លួនគាត់ហ្នឹងក៏คล้ายទៅជារឿងជាតិអារឿងចោលคล้ายទៅជារឿងជាតិអញ្ចឹងបើថាអារឿងផ្ទាល់ខ្លួនហ៊ុនសែនគាត់ដឹកនាំប្រទេសកម្ពុជាយកស្រុកខ្មែរធ្វើដូចជាថៅកែក្រុមហ៊ុនមួយចាត់ចែងតាមចិត្តឲ្យរោងចក្រគាត់ធ្វើជាថៅកែនឹងរលាយប៉ុន្តែហ៊ុនសែនមិនត្រូវដឹកនាំប្រទេសកម្ពុជាដោយថៅកែមួយដឹកនាំរោងចក្រប្រទេសកម្ពុជាជាប្រទេសរបស់ខ្មែរទាំងអស់គ្នាហ្នឹងហើយបានខ្ញុំសូមបញ្ចប់ថាចំណុចទី1ដើម្បីទុកពេលជជែករឿងចំណុចដទៃទៀតណាគឺហ៊ុនសែនទទួលខុសត្រូវធ្ងន់ណាស់តាំងពីការផ្ដួចផ្ដើមសង្គ្រាមធ្វើឲ្យបាត់បង់ទឹកដីមិនព្រមស្នើឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីដើម្បីឲ្យអន្តរជាតិមកជួយការពារប្រទេសកម្ពុជាធ្វើឲ្យប្រទេសកម្ពុជារងគ្រោះហើយគាត់មិនព្រមទទួលស្គាល់ទៀតណាវាអន់ដល់ថាគេលាតត្របាក់ទឹកដីយើងហើយគេឈ្លានពានហើយថាទេកុំឲ្យចោទថាថៃឈ្លានពានបើយើងមិនចោទថាថៃឈ្លានពានយើងទៅប្តឹងអ្នកណាបើអត់មានអ្នកណាឈ្លានពានយើងផងយើងចាំបាច់ទៅប្តឹងអ្នកណាធ្វើអីអញ្ចឹងបានគាត់អាភាសាគាត់នោះគឺយើងវាន់កទៅខ្លួនគាត់ប៉ុន្តែមិនមែនត្រឹមតែវាន់កទៅខ្លួនគាត់ទេធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដីអានឹងរឿងទី1ណាខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងហើយចូលរឿងអាចអត់ជប់សិនអាដាមខ្ញុំនៅមិនទាន់បញ្ចប់រឿងទី1នឹងទេធ្វើបើអាដាមថាចប់ក៏ដោយចុះយើងធ្លាប់ឮលោកហ៊ុនសែនប្រកែកហើយប្រកែកទៀតអំពីរឿងថាគ្មានពេលណាមួយដែលនៅក្រោមការគ្រប់គ្រងរបស់ក្រមគ្រួសារតកូលហ៊ុននេះបាត់ដីទេដីនៅត្នេះដីនៅត្នេះនៅកោះត្រល់នៅតាណាក៏ដោយគឺបាត់បង់តាំងពីគាត់មិនទាន់ដឹងក្តីម៉េះគឺបាត់ដោយសម័យដើមឥឡូវយើងមិននិយាយពីរឿងសម័យដើមទន្ទឹមនឹងគាត់ថាមិនបាត់ដីនេះគាត់ថាគាត់នឹងមិនធ្វើឲ្យបាត់ដីមួយចង្អាមណាឡើយតើពាក្យនេះអាចយកជាការពិតបានទេអាចនេះគឺជាយុទ្ធសាស្ត្ររបស់លោកហ៊ុនសែនដែរទេតើគាត់អាចនិយាយនឹងពិតដែរទេអាដាមឬមួយមានច្រកណាមួយដែលលោកហ៊ុនសែនអាចនឹងគោរពការសន្យាចំពោះមុខប្រជាជាតិខ្មែរថានឹងមិនឲ្យបាត់ដីមួយចង្អាមនឹងដែរទេយើងស្គាល់កាយហ៊ុនសែនច្បាស់ហើយណាគាត់ធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ព្រៃឈើរលាយគាត់មិនដែលទទួលស្គាល់ថាគាត់ធ្វើឲ្យបាត់បង់ព្រៃឈើឯងគាត់ថាបើអស់ព្រៃឈើនៅប្រទេសកម្ពុជាឲ្យកាត់កគាត់និយាយតែចោលហ្នឹងគាត់ថាធានាថាអត់ធ្វើនេះអត់ធ្វើនោះអត់បាត់នេះអត់បាត់នោះប៉ុន្តែគាត់ធ្វើទាំងអស់ហើយធ្វើឲ្យបាត់ទាំងអស់អាព្រៃឈើក៏អស់អាទឹកដីក៏បាត់អាដីធ្លីប្រជាពលរដ្ឋក៏បាត់ទៀតបាទអញ្ចឹងយើងកុំចំណាយពេលរឿងពាក្យសម្ដីហ៊ុនសែននិយាយឲ្យបានការយើងយករឿងការពិតយកមកវិភាគវិញវាមានប្រយោជន៍ជាងអញ្ចឹងបាទខ្ញុំសូមចូលរឿងទី2រឿងទី2គឺប្រជាពលរដ្ឋខ្មែរដែលធ្លាប់រស់នៅតាមដងព្រំប្រទល់ដែននោះគាត់បាត់បង់ដីធ្លីប្រទេសកម្ពុជាបាត់បង់ទឹកដីតែពលរដ្ឋខ្មែរបាត់បង់ដីធ្លីផ្ទះសម្បែងស្រែចម្ការរបស់គាត់កម្ពុជាគឺជាលើកទី1ការអ្វីខ្ញុំផ្សេងសូមគោរពបងប្អូនជំនុំជាតិដែលកំពុងតែស្ដាប់បងប្អូនអ្នករឿងប៉ះពាល់ដល់